បាទសួស្តីពុកម៉ែបងប្អូនអ្នកគ្នាក្រៅនេះគឺខ្ញុំមានរឿងថ្មីមួយទៀតហើយបាទរឿងនេះគឺខ្ញុំទទួលបានពីបងប្រុសម្នាក់ដែលគាត់រស់នៅខេត្តកំពង់ធំបាទហើយគាត់ក៏មិនសុំបញ្ចេញឈ្មោះដែររឿងនេះត្រូវបានគេនិយាយតៗគ្នាថានៅក្នុងតំបន់ជនបទមួយនៅខេត្តកំពង់ធំបាទគឺនៅក្នុងខេត្តកំពង់ធំកាលពីអំឡុងឆ្នាំ2010វាទាក់ទងទៅនឹងគ្រួសារមួយដែលមានកូនតូចបាទនឹងមានឪពុកម្ដាយនៅជាមួយដែរពួកគាត់បានផ្លាស់ទីលំនៅមួយបាទគឺបានន័យថាគាត់នៅកំពង់ធំហ្នឹងប៉ុន្តែគាត់ផ្លាស់បាទសុកគាត់ក៏ផ្លាស់ទីលំនៅទៅនៅផ្ទះឈើមួយបាទនៅក្បែរព្រៃបាទអញ្ចឹងគឺដំបូងឡើយផ្ទះនោះមានសភាពធម្មតាទេតែមិនយូរប៉ុន្មានបាទជាស្ត្រីដែលជាម្ដាយបាទម្ដាយរបស់បងសុខាបាទបងស្រីគាត់ឈ្មោះបងសុខាគឺគាត់ក៏ចាប់ផ្ដើមកត់សម្គាល់ពីសំឡេងខ្សឹបខ្សៀវដែលហាក់ដូចជាចេញពីជញ្ជាំងផ្ទះរបស់គាត់អញ្ចឹងសំឡេងទាំងនោះមិនសូវច្បាស់បាទគឺមិនសូវច្បាស់ជាប្រមាណទេហើយគាត់ក៏មិនច្បាស់ថាជាសំឡេងអ្វីតែវាតែងតែបន្លឺឡើងនៅពេលយប់ពេលដែលគាត់នៅម្នាក់ឯងគាត់គិតថាវាគ្រាន់តែជាសំឡេងសត្វឬក៏ជាសំឡេងខ្យល់ប៉ះជាមួយនឹងរន្ធឈើអញ្ចឹងណាកលេចទៅប្តីរបស់គាត់វិញគឺមិនដែលឮសំឡេងនឹងទេទោះបីជាបងសុខាគាត់ប្រាប់ក៏ដោយក៏គាត់មិនជឿឲ្យគាត់ឮដែរបន្ទាប់ពីរស់នៅបានប្រហែលជា3ខែសំឡេងទាំងនោះក៏ប្រែទៅជាច្បាស់ជាងមុនបាទច្បាស់ជាងមុនហើយវាបានចាប់ផ្ដើមហៅឈ្មោះបងសុខានឹងតែម្ដងអញ្ចឹងរៀងរាល់ម៉ោង9យប់សំឡេងស្ត្រីចាស់បាទគាត់ចាប់បានថាជាសំឡេងស្ត្រីចាស់ម្នាក់បានខ្សឹបហៅបាទគឺខ្សឹបហៅគាត់តែម្ដងហៅថាសុខាកូននៅទីណាម៉ែនៅទីនេះបាទបងសុខាគឺគាត់ភ័យខ្លាចជាខ្លាំងហើយគាត់បានព្យាយាមប្រាប់ប្តីរបស់គាត់ឲ្យជឿតែប្តីរបស់គាត់មិនជឿដោយសារគាត់អត់បានឮអញ្ចឹងណាប៉ុន្តែយ៉ាងណាគាត់ក៏ចាប់ផ្ដើមមើលជញ្ជាំងស្ដាប់តាមជញ្ជាំងនឹងដែរបាទប៉ុន្តែនៅតែមិនមានលទ្ធផលសំឡេងនេះហាក់ដូចជាមានតែបងសុខាម្នាក់គត់ដែលគាត់ស្ដាប់ឮអញ្ចឹងប្តីរបស់គាត់គឺគាត់គិតថាប្រពន្ធរបស់គាត់មានបញ្ហាផ្លូវចិត្តទេដឹងអញ្ចឹងអ្វីដែលគួរឲ្យព្រឺព្រួចនោះគឺកូនប្រុសរបស់គាត់ក៏ចាប់ផ្ដើមនិយាយតែម្នាក់ឯងបាទយូរទៅគឺកូនរបស់គាត់ហ្នឹងទៅជានិយាយម្នាក់ឯងអញ្ចឹងគាត់តែងតែសម្លឹងមើលទៅជ្រុងបន្ទប់ហើយបាននិយាយថាម៉ែលាក់ខ្លួនបាទបានន័យថាអ្នកដែលខ្សឹបគាត់ហ្នឹងគឺថាលាក់ខ្លួនបាទមិនដឹងថាលាក់ខ្លួននៅទីណាអញ្ចឹងនៅយប់មួយហ្នឹងសំឡេងនោះក៏កាន់តែឮច្បាស់បាទឮច្បាស់ដូចជានៅក្បែរបាទឮច្បាស់នៅនឹងត្រចៀកបងសុខាអញ្ចឹងបាទគឺបានន័យថាហាក់បីដូចជាសំឡេងហ្នឹងរំខានគាត់មែនទែនអញ្ចឹងសំឡេងនោះបានប្រាប់បងសុខាថាមានទីតាំងមួយនៅក្រោមជើងសសរផ្ទះបាទគឺនៅក្រោមជើងសសរផ្ទះហ្នឹងគឺមានកប់របស់ម្យ៉ាងអញ្ចឹងដោយទ្រាំនឹងភាពតក់ស្លុតមិនបានបងសុខាក៏ប្រាប់ប្តីរបស់គាត់ហ្នឹងឲ្យទៅជីកនៅក្រោមសសរហ្នឹងហើយប្តីរបស់គាត់ក៏យកព្រមបាទដើម្បីឲ្យប្រពន្ធរបស់គាត់ហ្នឹងបានធូរស្រាលនៅពេលដែលពួកគាត់ជីកចុះជម្រៅប្រហែលជាកន្លះម៉ែត្រពួកគាត់ក៏បានឃើញវត្ថុចម្លែកមួយគឺជាថង់ក្រណាត់ចាស់មួយដែលមានឆ្អឹងមនុស្សផ្នែកក្បាលមួយកំណាត់និងបំណែកសម្លៀកបំពាក់បុរាណខ្មែរនៅក្នុងនោះដែរពួកគាត់បានរកឃើញប្រាក់បុរាណដែលត្រូវបានខ្ចប់ទុកនៅក្នុងក្រណាត់នោះដែរគ្រួសាររបស់គាត់បានរាយការណ៍ទៅអាជ្ញាធរហើយអាជ្ញាធរក៏បានសន្និដ្ឋានថានោះជាសាកសពមនុស្សដែល
ត្រូវបានគេកប់នៅក្នុងទសវត្សរ៍ឆ្នាំ70ឬ80ណែឯងបន្ទាប់ពីអាជ្ញាធរបានយកឆ្អឹងនោះទៅចេញពីផ្ទះទៅធ្វើបុណ្យតាមប្រពៃណីហើយសំឡេងខ្សឹបខ្សៀវក៏បានបាត់បង់ទាំងស្រុងដែរបងសុខាក៏លែងឮសំឡេងអ្វីទៀតហើយកូនប្រុសរបស់គាត់ក៏លែងនិយាយម្នាក់ឯងទៀតដែរគ្រួសារនោះបានផ្លាស់ប្ដូរនិងចេញពីផ្ទះនោះភ្លាមៗអ្នកស្រុកជឿថាស្ត្រីដែលជាម្ចាស់ឆ្អឹងនោះគឺជាជនរងគ្រោះដែលត្រូវបានគេសម្លាប់ហើយលាក់ខ្លួននៅក្រោមផ្ទះនោះវិញ្ញាណរបស់គាត់គឺមិនទៅណាទេអញ្ចឹងគឺនៅក្នុងបានថាវិញ្ញាណរបស់គាត់នៅក្នុងតែបន្ទប់នោះបាទនៅក្នុងជួបបន្ទប់នៅជញ្ជាំងនោះអញ្ចឹងណាបាទដោយរងចាំអ្នកអាចឮសំឡេងរបស់គាត់ដើម្បីជួយគាត់បាទអញ្ចឹងគឺរឿងហ្នឹងគឺមានប៉ុណ្ណឹងបងប្អូនហើយក៏សូមអរគុណបងប្រុសដែលបានផ្ដល់នៅរឿងមួយនេះបាទគឺក៏សូមអរគុណសម្រាប់បងប្អូនដែលចូលចិត្តស្ដាប់នៅរឿងនិទានបាទសូមកុំភ្លេចជួយ Subscribe channel ខ្ញុំម្នាក់មួយផងបាទសូមអរគុណ